ខេត្តតាកែវឥឡូវស្រស់ស្អាតណាស់បងប្អូនហើយដែលនេះគឺជាវិមានឯករាជ្យនៃក្រុងដូនកែវផ្ទាល់តែម្ដងថ្ងៃនេះចង់ណែនាំបងប្អូនមកសាកមីហិលហោះ10កម្រិតនៅក្រុងដូនកែវណាគាត់មានតែគួរស្អាតមែនទែននៅក្នុងហាងគាត់រីឯមីរបស់គាត់គឺពិតជាឈ្ងុយឆ្ងាញ់ថែមទៀតដែលខ្ញុំបានភ្លក់រួចហើយពិតជាឆ្ងាញ់របស់គេមែនបងប្អូនមើលតារូបភាពបងប្អូនទំនងប៉ុណ្ណាបងប្អូនហើយគាត់មានតាំងពីសាច់អាំងមានតាំងពីមីហិលមានតាំងពីស៊ុបហតផតថែមទៀតហើយនេះគឺជាគ្រឿងរបស់ស៊ុបហតផតក៏ដូចជាមីហិលសាច់អាំងអីអស់ហ្នឹងបងប្អូនឥឡូវយើងមកមើលការចម្អិនវិញមើលធ្លាប់តែឃើញបងប្អូនចូលញ៉ាំឥឡូវយើងមកមើលការចម្អិនចង់ដឹងគេធ្វើរបៀបម៉េចបងប្អូនដែលដំបូងហ្នឹងគឺគាត់ដាក់មីដាក់គ្រឿងបន្លែអីផ្សេងដាក់ប្រហិតអីផ្សេងបកាសាច់គោអញ្ចឹងបងប្អូនដាក់នៅក្នុងចានណាបន្ទាប់មកគេដាក់ទឹកសុសដែលមានស្រាប់ដែលផលិតដោយគាត់ផ្ទាល់តែម្ដងហើយដាក់ទឹកចំណុះ400មីលីលីត្រនៅក្នុងចានមីហិលនីមួយៗហ្នឹងបន្ទាប់មកយើងបើកភ្លើងទៅចម្អិនវាទៅបងប្អូនចម្អិនឲ្យពុះណាបន្ទាប់មកយើងមកចម្អិនស៊ុបហតផតវិញម្ដងបងប្អូនដែលគ្រឿងគ្រើគឺមានស្រាប់ហើយបងប្អូនអាចកំងបានព្រោះគាត់មានលក់គ្រឿងទាំងអស់ហ្នឹងទាំងអស់បាទផលិតដោយកូនខ្មែរជាពិសេសទឹកសុសទឹកអីហ្នឹងគឺគាត់ផលិតដោយខ្លួនឯងទេដែលគាត់មានសហគ្រាសខ្លួនឯងផ្ទាល់តែម្ដងហើយគ្រឿងទាំងអស់ហ្នឹងមិនថាឈុតសាច់អាំងឈុតមីហិលឈុតហតផតអីទេគាត់មានលក់មួយសេតតែម្ដងបងប្អូនមិនបាច់ព្រួយបារម្ភទេកំងពីគាត់ទៅគឺយកទៅធ្វើញ៉ាំតែម្ដងឬក៏បងប្អូនដែលចង់បើកអាជីវកម្មលក់ដូរនេអាយបាទឬក៏ចង់សាកកំងញ៉ាំអីបងប្អូនអាចតាក់ទងមកគាត់បានឬចង់មកសាករសជាតិផ្ទាល់នៅក្រុងដូនកែវក៏បានដែរសាករសជាតិហើយចាំកំងក៏កាន់តែអែមជាពិសេសបងប្អូនទាំងអស់គ្នាដែលចង់យកទៅលក់បន្តខ្នាតធំឬក៏ខ្នាតតូចបងប្អូនគាត់មានតម្លៃពិសេសជូនទៀតឥឡូវនិយាយចុះនិយាយឡើងហ្នឹងមីយើងបានឆ្អិនហើយបាទស៊ុបយើងទាំងអស់ហ្នឹងគឺបានឆ្អិនរួចរាល់ហើយតំណងញ៉ាំមែនតើបងប្អូនអើយបន្ទាប់ពីឆ្អិនហើយយើងរោយជីបន្តិចអញ្ចឹងណាគឺកាន់តែឈ្ងុយកាន់តែជាតិតែម្ដងនិយាយមិនជាតិយ៉ាងម៉េចបាទគ្រឿងគ្រើគ្រឿងទឹកសូអីហ្នឹងគាត់ធ្វើដោយខ្លួនឯងតែម្ដងមានសហគ្រាសខ្លួនឯងផ្ទាល់តែម្ដងកូនខ្មែរធ្វើបានហើយកូនខ្មែរផលិតបានហើយបងប្អូនទាំងអស់គ្នាជួយគាំទ្រផលិតផលខ្មែរទាំងអស់គ្នាបងប្អូនសំខាន់ពេលដែលធ្វើបានហើយរសជាតិក៏មិនអន់ដែរបងប្អូនបើថាធ្វើបានហើយរសជាតិអត់ឆ្ងាញ់ខ្ញុំមិនថាតែខ្ញុំសាហើយពិតជាឆ្ងាញ់របស់គាត់មែនទាំងមីហិលទាំងស៊ុបហតផតទាំងសាច់អាំងនឹងឯងហើយគាត់មានកាទៀវទូកទៀតណាបងប្អូននេះគឺជាទឹកសុសរបស់កាទៀវទូកមានទាំង10ធំមានទាំង10តូចហើយនឹងគ្រឿងទឹកសុសមីហិលផងដែរដែលផលិតដោយកូនខ្មែរផ្ទាល់តែម្ដងវាយ logo វាយទង់ជាតិខ្មែរទៀតបងប្អូនអើយហើយថ្ងៃនេះខ្ញុំបានមកដល់ហាងគាត់ផ្ទាល់បងប្អូនហាងគាត់ធំហើយមានកន្លែងផលិតទឹកសុសហ្នឹងគឺមួយកន្លែងទៀតរៀងឆ្ងាយហើយអត់បានទៅថតផ្ទាល់ទេបងប្អូនដោយសារពេលវេលាមានកំណត់អញ្ចឹងណាបងប្អូនមើលគ្រឿងគ្រើនេះបានអញ្ចឹងបងប្អូនដែលចង់កំងរាល់គ្រឿងផ្សំផ្សេងឈុតមីហិលហោះ10កម្រិតផ្សេងឈុតហតផតឈុតសាច់អាំងឬក៏ឈុតកាទៀវទូកផ្សេងទាំងចានទាំងអីហ្នឹងបងប្អូនគាត់មានមកចប់តែម្ដងសម្រាប់បងប្អូនយកទៅបើកអាជីវកម្មកញ្ចប់តម្លៃយ៉ាងតិចបំផុតចាប់ពី30,000រៀលតែម្ដងបងប្អូនអូយធូរថ្លៃដែរបងប្អូន30,000បើអាជីវកម្មលក់មីហិលលក់អីបានណាឬក៏បងប្អូនចង់សាកទិញ4 10 20ឈុតទុកញ៉ាំក៏បានដែរបងប្អូនកុំភ័យពីរបៀបឆុងបាទគាត់មានវីដេអូបរៀនបងប្អូនទៀតព្រោះគ្រឿងឆ្ងាញ់អីឆ្ងាញ់បងប្អូនធ្វើទៅតាមវិធីដាក់ទឹកឲ្យត្រូវចំណុះគេទៅដឹងតែឆ្ងាញ់តែម្ដងដែលរសជាតិឆ្ងាញ់ស្មើនឹងមីហិល brand ដែលខ្ញុំធ្លាប់ញ៉ាំណាបងប្អូនតែឆ្ងាញ់បែបផ្សេងឆ្ងាញ់អត់ដូចគេទេដោយសារនេះជាផលិតផលខ្មែររបស់យើងឆ្ងាញ់បែបខ្មែររបស់យើងបាទអត់មានឆ្ងាញ់ដូចបរទេសណាទេហើយនេះហាងរបស់គាត់មីហិលកូរ៉េហិលហោះ10កម្រិតគេលោថា7កម្រិតស្ទើរបងប្អូនសាក10កម្រិតវិញមើលបងប្អូនលយប៉ុណ្ណាហើយកុំភ័យបងប្អូនដែលនៅតាមបណ្ដាខេត្តនៅតាមខេត្តនានាក៏ដូចជាភ្នំពេញគាត់មានហាងច្បាស់លាស់ត្រឹមត្រូវផលិតផលសហគ្រាសត្រឹមត្រូវបងប្អូនមិនបាច់ភ័យថាអូណែខ្លាចគាត់នៅឆ្ងាយអញ្ចឹងពិបាកទិញបើអីបងប្អូនគាត់ខ្ចប់ផ្ញើតាមរយៈបន្ថែមទៀតហើយសម្រាប់ទីតាំងគាត់គឺនៅក្រុងដូនកែវតែជាមិនទាន់ដល់វងមូលឯករាជ្យក្រុងដូនកែវទេដល់សាលាជាស៊ីមណាបងប្អូនមើលស្ដាំដៃទៅឃើញហើយបកផ្លូវបត់ចូលហ្នឹងបត់ប្រហែលជា300ម៉ែត្រទេបងប្អូនឃើញផ្លូវបត់ស្ដាំមួយទៀតចូលប្រហែលជា50ម៉ែត្រដល់ហាងគាត់តែម្ដងបាទដែលហាងគាត់គឺធំមែនតែនបងប្អូនមិនបាច់ភ័យមិនបាច់ព្រួយបារម្ភទេជាពិសេសអ្នកនៅតាមបណ្ដាខេត្តនានានៅភ្នំពេញអីលែងភ័យលែងបារម្ភបាទត្រូវការកំងបើកហាងផ្សេងធ្វើអាជីវកម្មផ្សេងឬកំងញ៉ាំអីអាចតាក់ទងបានតាមលេខទូរស័ព្ទខាងក្រោមបាយបាយ